บសួរលោកគ្រូបាទចាអរគុណលោកគ្រូឆ្នាំនេះហេតុអីបានជាអាជ្ញាធរកំណត់យកថ្ងៃទី1ខែកុម្ភៈទៅថ្ងៃ11កើតខែមិញដើម្បីប្រារព្ធពិធីចាប់ត្រីនៅក្នុងសហគមន៍នេះចាតែនាមសម្រាប់យើងតែងធ្វើគឺគេយកថ្ងៃ3កើតខែមិញប៉ុន្តែខ្ញុំភូមិយើងនេះ3កើតខែមិញនោះគឺជាប់ឡៃទេសនៅវត្តបើឲ្យយើងបង្ខិតយកមកដល់11កើតវិញទី1គឺខែ2បណ្ដោយចាតើទំនៀមទម្លាប់ចាប់ត្រីនៅក្នុងសហគមន៍ភូមិបកោងនេះយើងប្រារព្ធឡើងតាំងពីពេលណាដែរលោកពូបាទពីយូរហើយពេលខ្ញុំនៅតូចមិញគឺក្រាបពុកម្ដាយខ្ញុំក៏ក្រាបធ្វើយ៉ាងដែរបាទដល់ពេលគាត់ធ្វើមកគឺដល់ពេលឆ្នាំយើងឆ្នាំ7គាត់75មកគឺណាត់ទីណែនៅបរិបាយទៅវាបាត់បង់ការយើងប្ររពពិធីចាប់ត្រីឡើងនេះចាបាទប្រាប់ខ្ញុំជាពីមេភូមិជាពី2006មកគឺខ្ញុំរៀបចំបានត្រឹម2010ចាត្រឹមឆ្នាំ2010យើងប្រារព្ធមិនដែលខកខានទេជារៀងរាល់ឆ្នាំចាក្នុងគោលបំណងយ៉ាងណាខ្លះដែរលោកពូគោលបំណងទៅតាមដូចណាថាយើងឃ្លាប់ឃើញពីចាស់ចំនួនមុនគាត់ធ្វើទៅជាប្រពៃណីរបស់ខ្មែរយើងធ្វើទៅតាមកាត់ដែលកាត់ឃ្លាប់ដឹងយើងពីកាលយើងនៅតូចឃើញគាត់ធ្វើចាហើយឃើញឆ្នាំនេះទឹកដូចជារៀងច្រើនជាងរៀងរាល់ឆ្នាំមែនទេលោកពូបាទទឹកនៅច្រើនបាទព្រោះឆ្នាំនេះយើងទឹកវាច្រើនហើយទឹកមានតាំងពីឆ្នាំថ្មីក៏ទឹកច្រើនដូចគ្នាហើយទឹកអត់ខាស់ផងខែយើងច្រូតគឺទឹកនៅជាប់តែរហូតហើយទឹកអត់ងាយស្រោបាននិយាយឆ្នាំនេះវាពិបាកក្នុងការចាប់ត្រីចាយើងរំពឹងថាទិន្នផលត្រីឆ្នាំនេះយ៉ាងម៉េចដែរលោកពូនឹងមានការកើនឡើងជាងរាល់ឆ្នាំត្រីឆ្នាំនេះវាច្រើនតាមដែលខ្ញុំមកឃ្លាប់មកមើលការពារមកយើងយាមការពារណាចាត្រីវាច្រើនប៉ុន្តែទឹកវាច្រើនទៅទឹកនៅតាមព្រៃតាមដប់ហើយត្រីទៅដល់ពេលយើងចុះរោទៅវារត់ចូលដប់អស់ហើយយើងរោអត់ទៅបានទេទឹកវាច្រើនចារំពឹងថាយើងនឹងចាប់បានថែជាខ្ទង់ប្រហែលគីឡូដែរលពូមើលទៅច្រើនណាស់យើងគិតមើលគ្រាន់តែសណាញ់រាប់ប៉ុណ្ណឹងសណាញ់ក្នុងសណាញ់មួយតែ5គីឡូនេះនឹងតែប្រហែលតោនតែបើយើងគិតទិន្នផលឆ្នាំមុនបើយើងអាចគិតទៅមួយឆ្នាំយើងអាចចាប់ប្រហែលជាបានត្រីប្រហែលគីឡូពីក្នុងស្រះសហគមន៍នេះលោកពូអូច្រើនណាស់វាគិតថាគីឡូទេគឺគិតថាដល់តោនចូលគ្រាន់តែសណាញ់យើងគិតតែរឹបចង់ចូលដល់ពេនសណាញ់រឹបតែរយសណាញ់មកក្នុងមួយសណាញ់មួយតែ5គីឡូនេះគុណចេះតិចណាស់ចាចេះតិច100គីឡូណាស់បានថាចង់ដល់តោនចាតែឡែកការចូលរួមរបស់បងប្អូននៅក្នុងសហគមន៍វិញយ៉ាងម៉េចដែរលោកពូហើយលក្ខខណ្ឌចាប់បានតែបងប្អូននៅក្នុងភូមិបង្កោងនេះទេឬក៏អ្នកមកពីភូមិផ្សេងទៀតអាចចូលរួមក្នុងការចាប់ត្រីនៅក្នុងសហគមន៍នេះដែរបាទក្នុងគោលការណ៍របស់សហគមន៍យើងគឺគោលការណ៍គឺសម្រាប់តែភូមិយើងប៉ុន្តែដល់ពេលយើងចោះទៅធម្មតាអ្នកមកពីក្រៅចេះតែឆ្លៀតឈោកចោះមួយលាកចោះជាមួយនឹងចោះហើយយើងទៅធ្វើមកការពារបានចាឆ្នាំនេះប្រជាពលរដ្ឋចូលរួមប្រហែលជាប្រមាណដែរលោកពូតាមការប៉ាន់ស្មានដូចយើងបានឃើញស្រាប់ខ្ញុំក៏ស្មានអត់តតែច្រើនដែរបាទរាល់តែឆ្នាំនេះចាយើងចាប់ផ្ដើមចុះចាប់ពីម៉ោងប្រហែលហើយបញ្ចប់នៅម៉ោងប្រហែលដែរលោកពូចាប់ពីម៉ោង7ព្រឹកម៉ោង7ព្រឹកគឺយើងឲ្យសញ្ញាថាយើងត្រូវតែចប់ចាប់ប៉ុន្តែរឿងកំណត់ថាចប់គឺអត់មានកំណត់ទេត្រែងបងប្អូនណាគេចង់ឡើងពេលណាគេចង់ឈប់ពេលណាគេចង់ចាប់ពោះងាយគឺរឿងរបស់គេឲ្យតែយើងដូចណាថាយើងបើឲ្យគេចោះរោហើយគឺគេរោស្រេចទៅចាចំណែកត្រីដែលយើងប្រជាពលរដ្ឋចាប់បានវិញយើងមានលក្ខខណ្ឌកំណត់អីមួយថាចាប់ទៅយើងចូលទៅសហគមន៍ប្រមាណហើយប្រជាពលរដ្ឋយកទៅធ្វើអីដែរលោកពូការដែលយើងចាប់ដែលយើងរោតាមរៀងខ្លួនចេះគឺអត់មានកំណត់ទេគឺបងប្អូនណាដែលរោបានច្រើនគឺយកច្រើនបងប្អូនណារោបានតិចគឺតិចណាអត់អានោះគឺយកដែលរៀងខ្លួនហ្នឹងគឺយើងកំណត់ដែលសម្រាប់ចូលក្នុងសហគមន៍យើងគឺដូចជាសម្រាប់ដែលយើងដាក់នោះសម្រាប់ភូមិម៉ងឬក៏យើងស្រះមួយដែលយើងបូមនោះទៅអានោះបានស្ត្រីយើងសម្រាប់រួមចាបាទចាត្រីដែលយើងរកបានណាសម្រាប់យើងយកទៅធ្វើអីបាទត្រីដែលយើងសម្រាប់រកសម្រាប់ក្នុងសហគមន៍យើងគឺយើងយកទៅប្រោះទុកនៅកន្លែងសា
ស្លាឆាន់យើងស្លាឆាទៀនណាបាទយើងសម្រាប់ធ្វើពិធីបុណ្យឡើងមៀកយើងតែបនឡើងនេះចឹងគេធ្វើផ្សេងតែមានធ្វើឲ្យយើងធ្វើតែបែបពិធីបុណ្យយើងធម្មតាយើងចូលមុនមានទីបួងសួងអីធម្មតាបននោះគឺដើម្បីដូចថាយើងនិយាយទៅយើងត្រៀមសម្រាប់ពីចាស់បុរាណមកធ្លាប់ឃើញគាត់ធ្វើថាខែបុណ្យឡើងមៀកយើងថាឡើងមៀកតាមគិតនឹងថាគេធ្វើវាទៀតមិនដើម្បីតាចឹងនិយាយថាត្រីនឹងយកទៅធ្វើតែទឹកនំចောက်មួយមុខឯណាអត់ទេធ្វើទឹកនំមីចောက်ដែលបងប្អូនគេរោបានរៀងខ្លួនទៅគេស្លាទឹកនំមីចောက်តាមផ្ទះគេពេលថ្ងៃដែលយើងជួបគ្នាថ្ងៃនោះយើងនំមីចောက်គេយកមកពីតាមផ្ទះបាទត្រីដែលយើងរោមកនេះគឺសម្រាប់ស្លនិងចំហាន់ត្រង់ចំហាន់ត្រង់បច្ចុប្បន្ននោះពិធីបុណ្យនេះឯកនៅមានប្រជាជនក្នុងភូមិគាត់នៅប្រតិបត្តិធ្វើច្រើនទេឬក៏ឯកថាខ្លះគាត់មិនចង់ធ្វើទេច្រើនទៅដល់ខែមន់សនដៅយើងត្រូវធ្វើឲ្យទូទៅដើម្បីរវល់នៃណាក៏មកដែរហើយតែអាចមកបានពិធីបុណ្យឡើងមៀកនេះបច្ចុប្បន្នយើងអាចចាត់ទុកថាជាការបង្ហាញអំពីការរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍យើងទេលោកពូទូយ៉ាងណាដូចថាការបង្ហាញថាក្នុងសហគមន៍យើងនេះគឺនៅក្នុងដូចថាកាន់នៅទំនៀមទម្លាប់បុរាណដែលគេតែងពីចាស់បុរាណគេតែងធ្វើទៅគឺយើងគោរពពិធីធ្វើបុណ្យតាមរបៀបបុរាណយើងតែងឃើញចាស់គាត់ធ្វើទៅគឺយើងតែធ្វើទៅតាមគាត់តំណតមកចាលោកពូមុនមកដល់ថ្ងៃចាប់នេះតាមការគ្រប់គ្រងមានការលំបាកទេមានការលំបាកជាច្រើនបើដោយសពថ្ងៃវាស្រួលក្រាន់ត្រង់ថាស្រួលព្រោះប្រជាពលរដ្ឋយើងអ្នកជាតិខាងភូមិជាតិខាងទៅគេដឹងថាតំបន់នេះគឺតំបន់យើងហាមឃាត់ហើយវាមានការធ្វើក្រាន់បើពីទៀតយើងរៀបចំដំណងបានមានការពិបាកច្រើនណាស់បាទគឺយាមទាំងយប់ទាំងថ្ងៃការពីចឹងថ្ងៃនេះអានឲ្យប្រជាជនក្នុងភូមិប្រើប្រាស់នេសាទចាប់ត្រីបាទឲ្យប្រើប្រាស់តែត្រឹមថារត់ឈ្នៀងហើយនឹងសំណាញ់បាទគឺម៉ងហុំម៉ងអីគឺអត់អោយមានម៉ងហុំម៉ងអូអីគឺផុតពីថ្ងៃនេះគឺអត់អោយមានគឺអត់រហូតมันអាចចុះបានបងប្អូននៅក្នុងសហគមន៍គាត់មានសកម្មភាពផុសផុលទេក្នុងការចូលរួមពិធីចាប់ត្រីដើម្បីប្រារព្ធពិធីបុណ្យឡើងមៀកនៅក្នុងសហគមន៍ភូមិបង្កោងយើងនេះលោកពូបាទព្រោះបងប្អូនយើងតែដល់តែខែដែលយើងចាប់ត្រីនេះហើយទោះបីថាដូចខ្ញុំជម្រាបវិញថាទោះនៅជាតិក្តីឆ្ងាយក្តីអោយអាចមកបានគឺចង់មកណាជុំគ្នាសបាយអោយមកជុំគ្នានិយាយទោះបីបានត្រីក៏ដោយអត់ក៏ដោយគឺអត់សំខាន់ទេសំខាន់ណារឿងមកសបាយនោះទាំងជាការបង្ហាញពីបាទចាប់ពីថ្ងៃចាប់ត្រីហ្នឹងដល់ថ្ងៃទៅចាប់បុណ្យមានប្រហែលថ្ងៃដែរពិធីឡើងមាននេះមាន3ថ្ងៃចាប់ពីថ្ងៃណាដល់ថ្ងៃណាចាប់ពីយើងចាប់ពីថ្ងៃដូចថ្ងៃនេះជាដើមគឺយើងចាប់ពីថ្ងៃទី1យើងចាប់ត្រីទី2យើងរៀបចំឡើងរោងពិធីបុណ្យទី3យើងឆ្លងតែយើងអនុញ្ញាតនេះឧបករណ៍ផ្សេងទៀតយើងមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលយកមកគាត់យកមកចាប់នៅក្នុងសហគមន៍យើងនេះទេលោកពូត្រីអីនេះយើងអនុញ្ញាតបាននៅឧបករណ៍ដែលយើងចាប់ដោយខ្ញុំបានជម្រាបឲ្យរត់នឹងឈ្នៀងនឹងសណាញ់បាទបើម៉ងហុំម៉ងអូអួនអីគឺអត់អនុញ្ញាតទេថ្ងៃក្រោយគឺមិនអាចអនុញ្ញាតបានបើសិនតែសណាញ់យើងបានចោះរួចអញ្ចេះហើយគឺអ្នកណាចង់រោចោះចឹងហោឲ្យរោយើងអនុញ្ញាតតែមួយថ្ងៃនេះទេឬក៏យើងអនុញ្ញាតបន្តទៅថ្ងៃបន្តដែរលោកពូថ្ងៃនេះចាប់ពីថ្ងៃយើងបើអោយគីឡូនេះហើយគឺអោយរោរហូតបាទតែដល់ខែយើងខែ10ខែ11បានយើងចាប់ដើមការពារទៀតចាអរគុណលោកពូចាអរគុណលោកស្រីអ្នកនេះកញ្ញាទីត្រីមុននេះលោកអ្នកបានចាប់បានឡើយពីរវាងខ្ញុំជាមួយនឹងលោកពេជ្រខិនដែលជាមេភូមិបង្កោងភូមិអំពិលស្រុកប្រាសាទបកងគណៈពេលនេះយើងសូមអញ្ជើញលោកអ្នកមកទេសនានៅបងប្អូនប្រជាពលរដ្ឋដែលជាអ្នកត្រីនៅក្នុងភូមិបង្កោងម្ដងចាសូមជម្រាបសួរចាសូមស្គាល់ឈ្មោះផងឈ្មោះតារាបងតារាណាតារាអាយុប្រហែលអីអាយុ24ឆ្នាំ24ឆ្នាំតារាបងអូនរស់នៅក្នុងភូមិណាដែរអូនភូមិបង្កោងឃុំ7ស្រុកប្រាសាទបកងហើយយ៉ាងម៉េចដែរយើងសង្កេតឃើញសកម្មភាពនៃការចាប់ត្រីរបស់បងប្អូនជាពលរដ្ឋនៅក្នុងសហគមន៍យើងឆ្នាំនេះយ៉ាងម៉េចដែរបងអូនឃើញថាសប្បាយរាល់ឆ្នាំហ្មង
ព្រោះអីក្នុងមួយឆ្នាំយើងបងមានតែម្ដងទេ ចា បើចំពោះខ្ញុំផ្ទាល់វិញយប់មិញគេមកព្រឹកតែខ្ញុំមកតាំងពីយប់ខ្ញុំមិញបោះតង់នៅនឹងស្រេច ចា បាទ មិនមកលួចចុះចាប់មុនគេទេ អត់ទេ ច្បាប់មានច្បាប់ ចាអរគុណបងប្អូនសង្កេតឃើញថាតើប្រពៃណីនៃការចាប់ត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបង្កង់នេះអាចចាត់ទុកថាជាប្រពៃណីមួយដែលអនុវត្តតាំងពីពេលណាហើយសម្រាប់បងប្អូនក្នុងនាមជាយុវជនផ្ទាល់បងប្អូនយល់យ៉ាងម៉េចដែរ ខ្ញុំគិតថាល្អបងហើយចំពោះការអនុវត្តនេះខ្ញុំឃើញថាមានយូរហើយតែខ្ញុំអត់ដឹងថាអនុវត្តពេលណាទេតែតាំងពីខ្ញុំចាប់កំណើតនៅទីនេះនៅភូមិនេះ ចា រហូតដល់ឥឡូវគឺបងរាល់ឆ្នាំ ចា មានរាល់ឆ្នាំកម្មវិធីនេះ បងគិតថាពិធីនេះយើងចង់បង្ហាញអ្វីទៅកាន់សហគមន៍ផ្សេងៗទៀតដែរ ខ្ញុំគិតថាវាជាទំនៀមទម្លាប់មួយព្រោះអីវាល្អមែនតើយើងដោយសារការបងនេះអត់មានអ្នកភូមិផ្សេងឬមួយក៏ស្រុកផ្សេងមកបងទេគឺមានតែអ្នកភូមិរបស់យើងបឹងនេះគឺអ្នកភូមិនេះគាត់ជួយអភិរក្សទាំងអស់គ្នាដើម្បីឲ្យជាបរិវត្តភូមិហ្នឹងបានបងទាំងអស់គ្នាបើថាអ្នកភូមិផ្សេងគឺយើងអត់មានសិទ្ធិបងទេបើថាយើងបងហើយអ្នកភូមិផ្សេងអត់មានសិទ្ធិបងបានតែយើងអត់ទាន់បងទេអ្នកភូមិផ្សេងគឺអត់មានសិទ្ធិបងទេ ចាគឺមានតែបងប្អូនក្នុងភូមិ បាទមានតែអ្នកភូមិបកោអ្នកអាចបងបានបាទ បងប្អូនគិតថាតើប្រពៃណីសម្រាប់ពិធីឡើងនាគឬពិធីចាប់ត្រីក្នុងសហគមន៍នេះគួរតែបន្តទៅជារៀងរហូតទេឬយ៉ាងម៉េចដែរ ខ្ញុំគិតថាគួរតែបន្តជារៀងរាល់ឆ្នាំព្រោះអីបឹងនេះយើងយកត្រីអត់យកតាណាទេអ្នកអាសារៈដែលយើងហុំហ្នឹងគឺយើងដើម្បីធ្វើរួមយកទៅធ្វើបុណ្យត្រីដែលបានពីសារៈហ្នឹងមកបាទ ធ្វើបុណ្យឡើងនាគ បាទបុណ្យឡើងមៀក យើងធ្វើនៅណាដែរអូនសម្រាប់បុណ្យឡើងនាគនេះ នៅសាលាឆាន់ក្នុងភូមិបកោងហ្នឹងបាទទល់មុខសាលាបឋមសិក្សាបកោងបាទ អូនក្នុងនាមជាយុវជនមួយរូបតើបងអូននឹងបន្តថែរក្សានៅប្រពៃណីពិធីឡើងនាគនេះបន្តទៀតឬយ៉ាងណាដែរ ចំពោះខ្ញុំគឺខ្ញុំនៅតែថែរក្សាព្រោះវាជាកម្មវិធីវាជាបុណ្យរបស់ជាតិមួយដែរបាទ ហើយឆ្នាំនេះចាប់ត្រីបានប្រហែលគីឡូហើយតារា បានប្រហែលជា 3-4 គីឡូដែរ ឧបករណ៍អីខ្លះដែលយើងនឹងត្រូវយកមកចុះចាប់នៅក្នុងស្រះសហគមន៍នេះ ឧបករណ៍មានដូចជាសំណាញ់រត់និងឈ្នាង ចា៎ បាទត្រីដែលសម្បូរជាងគេគឺត្រីរស់និងត្រីអណ្ដែង ត្រីរស់ត្រីដែង បាទ មិញហ្នឹងឃើញចាប់ត្រី មួយត្រីអណ្ដែង ត្រីដែង បាទ ចាស្រួលឬឈឺ អត់ទេឈឺសប្បាយ ជឿសប្បាយណាស់ បា នេះ ទ អូននឹងក្នុងនាមយុវជនម្នាក់មានអ្វីជាការសំណូមពរអីផ្សេងទៀតទេអូន បាទជាសំណុំពររបស់ខ្ញុំសូមឲ្យថ្នាក់លើក៏ដូចជាមេភូមិមេឃុំនៅតែបន្តអនុវត្តអភិរក្សបឹងនេះឲ្យបានគង់វង្សយូរអង្វែងដល់គុណចៅជំនាន់ក្រោយ គាត់ថាបឹងនេះវាអាយុកាលយូរឆ្នាំចឹងអាចវាមានការគោករាជអីចង់ឲ្យអាជ្ញាធរគាត់មានការស្ដារស្រះសហគមន៍នេះឡើងវិញទេ ចំពោះខ្ញុំអត់ចង់ឲ្យស្ដារទេព្រោះអីជ្រៅយើងពិបាកវិញទេ អញ្ចឹង បាទនាំឲ្យបាត់បង់យើងបងអត់បានទេបើសិនជាជ្រៅពេក ចា បាទ អរគុណតារាចាអរគុណ